ជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងសាច់រឿងមកតាំងធ្វើម្ហូបនៅពិភពវេទមន្ត Please sir I want some more អញ្ចឹងយើងមកវិញឆ្ងាយច្រើនយើងមកបន្តសាច់រឿងតទៀតដែលមកកដាទៅភ្ញាក់បដិឃើញមិនសាលាល្អអញ្ចឹងគេក៏ចង់ធ្វើបេសកកម្មដែលគេដាក់ឲ្យតែ Fair ក៏ប្រាប់ថាស៊ីសិនចាំធ្វើក្រោយហូបរួចគេក៏ចេញធ្វើបេសកកម្មតែ Fair ហ្នឹងមិនតាន់ស៊ីឆ្អែតនោះទេហើយដោយសារតែស្បៀងអាហាររបស់គេចិត្តអស់អញ្ចឹងគេពីរនាក់ហ្នឹងក៏បានចែកផ្លូវគ្នាដែលមកកដាទៅធ្វើខ្វះឬមើលថ្នាំឲ្យ Fair នេះតែប្រមាញ់សัตว์មុននឹងចាក់ចេញ Fair ក៏បានដាក់បារីការពារមកកដាពីសัตว์វិស័យនៅចិត្តនោះរួចក៏ចាក់ចេញទៅអញ្ចឹងមកកដាក៏បានអង្គុយរើស្មៅដែលគេមាន skill អប្រេសហ្នឹងធ្វើឲ្យការរកស្មៅនោះគឺងាយមែនតើក្រោយរួចគេក៏បានចម្អិនអាហារនិងបានទិញគ្រឿងទេសនោះពី skill របស់គេចឹងគេក៏បានហាន់ខ្ទឹមបារាំងរួចក៏យកទៅចម្អិនរួចដាក់សាច់និងដាក់ទឹកសសសាច់ពីលើចឹងទៅ Fair ក៏បានត្រឡប់មកវិញជាមួយនឹងចាបថ្មដោយលើមុនមកក៏ដាក់យកសាច់វាទៅធ្វើ teriyaki ហ្នឹងគឺមានរសជាតិឆ្ងាញ់ចឹងបានវាចាប់មកទៀត Fair ក៏បានចាប់សត្វព្រៃផ្សេងទៀតផងដែរតែគេមិនអាចយកមកបានចឹងក៏ទុកនៅព្រៃសិនទៅមកក៏ដែរក៏បន្តធ្វើម្ហូបដែលចម្អិន pasta ហើយក៏បានចិញ្ចៀ pasta សាច់ដុកចឹងទៅ Fair ភ្លុះហើយក៏បានចាប់ចិត្តជាខ្លាំងចឹងគេពីរនាក់ក៏ញ៉ាំយ៉ាងមានក្តីសុខទៅក្រោយមកគេពីរនាក់ហ្នឹងក៏បានចូលទៅយកសត្វដែល Fair ប្រមាញ់មានដូចជាក្តាមយក្សពស់ខ្មៅនិងសត្វជាច្រើនទៀតមកក៏ដែរក៏បានប្រមូលដាក់ចូលឲ្យធីមរបស់គេតែគេក៏បានពិចារណាថាបិសាចជ្រូកហ្នឹងអាចហូបបានឬអត់ Fair ក៏ថាវាអាចស៊ីបានតែគេចាត់ទុកវាគឺដូចជាសាច់ជ្រូកចឹងប្រមូលរួច Fair ហ្នឹងក៏ឲ្យមកក៏ដែរឡើងជិះក្នុងរបស់គេមកដើម្បីធ្វើដំណើរបានលឿនមកក៏ដែរក៏បានឡើងទៅហើយ Fair ក៏បានរត់យ៉ាងលឿនសឹងតែធ្លាក់មកក៏ដែរចុះទៅហើយនៅបានមកដល់ភូមិវិញមកក៏ដែរក៏បានកំរាមថាបើគេធ្លាក់ទៅលើខ្នង Fair ងាប់កុំសង្ឃឹមថាបានស៊ីមកហូបពិភពផ្សេងទៀតទេសោះគេក៏បានយកមកឲ្យម្នាក់ស្រីនេះដើម្បីសម្រេចថាគេបានធ្វើបេសកកម្មរួចរាល់ចឹងនាងក៏បានឲ្យកាក់តាមតម្លៃស្មៅទាំងនោះពេលហ្នឹងមកក៏ដែរក៏សួរថាគេទិញបិសាចជ្រូកឬអត់ដែលសត្វរបស់គេហ្នឹងប្រមាញ់បានម្នាក់ស្រីហ្នឹងពេលឃើញ Fair នាងក៏បាក់ចិត្តស្រុតតែម្ដងហើយក៏បានប្រាំឲ្យទៅរកពូសាច់ដុំនោះដើម្បីលក់សាច់សត្វចឹងទៅមកក៏ដែរបំរុងទាញបិសាចជ្រូកនោះ5ក្បាលចេញមកតែដោយសារកន្លែងនោះដាំមិនអស់បរិះហ្នឹងក៏ប្រាំឲ្យទៅបន្ទប់ក្រោយវិញបានមានកន្លែងដាក់ពេលមកដល់មកក៏ដែរក៏បានទាញសត្វទាំងអស់នោះដែល Fair ប្រមាញ់បានហ្នឹងមានសត្វខ្លះរែង B ហើយខ្លះទៀតរែង A ចឹងមកក៏ដែរក៏សុំឲ្យបរិះហ្នឹងវះសាច់ទៅឲ្យគេហើយគ្រឿងផ្សេងទៀតគេនឹងលក់ឲ្យគេទាំងអស់ចឹងបរិះហ្នឹងក៏បានវះសាច់ជ្រូកនោះឲ្យទៅមកក៏ដែរសម្រាប់អាហារពេលថ្ងៃហើយស្អែកចាំមកយកទាំងអស់មកក៏ដែរក៏បានយកសាច់នោះមកធ្វើម្ហូបដោយហាន់ជាប្រទេសនិងជ្រលក់ជាមួយពងទាក្លោករួចក៏ដាក់ចៀននិងបានដាក់សាច់ដែលសេសសល់ពី pasta លើកមុនផងដែរ Fair ក៏បានស៊ីយ៉ាងឆ្ងាញ់យ៉ាងដែរចំណែកមកក៏ដែរហ្នឹងក៏ស្ទាក់ស្ទើរក្នុងការញ៉ាំដោយសារនេះគឺជាសាច់បិសាចជ្រូកតែដល់ដាក់ចូលមាត់ទៅគឺវាមិនខកអីពីសាច់ជ្រូកគុណភាពខ្ពស់ប្រហែលទេប្រឹក្សាគេក៏បានមករកអ្នកកាត់សាច់ហ្នឹងហើយមកក៏ដែរក៏បាន202កាត់មាសដែលជាថ្លៃលក់គ្រឿងក្រៅសัตว์ហ្នឹងកាត់កងជាមួយថ្លៃឈ្នួលវេះសាច់មកក៏ដែរគាត់ថាគេបានចំណេញច្រើនតែនេះមកពីគេមិនដឹងពីតម្លៃសាច់សัตว์នៅលើទីផ្សារសូម្បីតែផ្លោករបស់សាច់ជ្រូកហ្នឹងក៏មានតម្លៃដែររួមទាំងចកោមជ្រូកព្រៃឬអ្វីផ្សេងៗទៀតបរិះហ្នឹងក៏បានយកថ្មវេទមន្តឲ្យមកក៏ដែរដែលវាមាននៅក្នុងបិស័យរែងអេបរិះហ្នឹងក៏ប្រាប់ថាមនុស្សគ្រប់គ្នាតែនិយាយពីមកក៏ដែរថាមានសត្វចិញ្ចឹមជា Fanny តែក៏មានអ្នកខ្លះថាវាគ្រាន់តែជាឆ្កែចោចចឹងទៅតែមានពាក្យចចាមអារ៉ាំបាននេះមកក៏ដែរក៏មានកម្រងចាក់ចេញពីភូមិនេះដោយគេមិនអាចនៅមួយកន្លែងរហូតបានទេបែរក៏យកស្រោបតែដំបូងគឺត្រូវហូបជាមុនសិនពីអ្នកគេក៏ចាក់ចេញពីភូមិនោះដែលបានបន្តិចគេក៏សម្រាប់ធ្វើម្ហូបមកក៏ដែរឃើញថា Fair នោះបានប្រមាញ់សัตว์លក់ទៅបានកាត់មាសច្រើនអញ្ចឹងគេក៏បានទិញម្ហូបឆ្អិនស្រាប់មានដូចជាសាច់បំពងហតដងអីចឹងទៅអូមែនពេលដែល Fair កំពុងស៊ីឆ្ងាញ់ហ្នឹងមកក៏ដែរក៏បានធ្វើ steak seko ដែលល្បីនៅជប៉ុន seko កម្រិតស្តង់ដារនឹងដាក់ឲ្យ Fair តែម្ដុំតែប៉ុណ្ណោះព្រោះសាច់នេះថ្លៃFair ឃើញតិចក៏មិនសប្បាយចិត្តតែពេលដាក់មួយម៉ាត់ទៅក៏បានសរសើរថាឆ្ងាញ់មិនដាច់ពីមាត់មកក៏ដែរក៏ប្រាប់ថាសាច់ហ្នឹងឆ្ងាញ់ដោយសារគេបានចិញ្ចឹមវាយ៉ាងហ្មត់ចត់ខុសពីពិភពនេះដែលគេមិនបានចិញ្ចឹមសត្វដើម្បីយកមកហូបនោះទេព្រោះឯពិភពនេះពោពេញទៅដោយសត្វវិសាចអញ្ចឹងមកក៏ដែរក៏បានឲ្យ Fair ស៊ីម្ដុំទៀតទៅក្រោយញ៉ាំរួច Fair ហ្នឹងក៏មានអារម្មណ៍ថាកម្លាំងគេហ្នឹងខ្លាំងជាងមុនហើយក្នុងពេលនេះគេប្រហែលជាអាចវាយយកឈ្នះនាគបានយ៉ាងស្រួលថែមទៀតអញ្ចឹងមកក៏ដែរក៏បានចែកតនន័យកម្លាំងរបស់ Fair ដែលតនន័យនោះគឺវាបានឡើងខ្លាំងមែនទែនរហូតដល់ទៅ 50% អញ្ចឹង Fair ក៏បានទៅប្រមាញ់ទៀតនិងបានដាក់បារីឲ្យមកក៏ដែរហើយក៏ចាក់ចេញទៅមកក៏ដែរក៏បានរៀបចំកន្លែងដេកចឹងទៅចំណែក Fair ហ្នឹងក៏បានប្រមាញ់សត្វពីមួយទៅមួយដល់កម្លាំងគេពេញបរិបូរណ៍អញ្ចឹងគេត្រូវវាយសត្វដែលខ្លាំងហើយក៏បានមកជួបនឹងមេតបវិសាចជ្រូកតែ Fair ហ្នឹងក៏បានវាយស៊ីផុយវិសាចគីម៉ារ៉ាក៏ចេញមកម្ដងនៅតែមិនមែនជាដៃគូរបស់ Fair ដដែលលោកពេលព្រឹកមកក៏ណាភ្ញាក់ឡើងក៏បានឃើញសត្វបិសាចជាច្រើននៅជុំវិញគេ Fair ក៏ប្រាប់ថាគីម៉ារ៉ារាល់ដងគេរៀនពិបាកវាយបន្តិចតែយប់មិញហ្នឹងគេប្រើតែមួយស្នៀតឈ្នះតែម្ដងអញ្ចឹងមកក៏ណាក៏សម្រេចថានឹងជួយឲ្យ Fair ស៊ីសេកូពិសេសនឹងទៀតហើយក្រោយមកគេក៏បានមកធ្វើម្ហូបញ៉ាំតទៀតចឹងទៅពេលហ្នឹងមកក៏ណាក៏សួរថា Fair ហ្នឹងប្រមាញ់សត្វរាល់ដងប្រើវេទមន្តមែន Fair ក៏បានប្រាប់ទៅដែលវេទមន្តវាងាយស្រួលសម្រាប់សត្វដែលនៅជាវងហើយគេខ្លាំងខាងវេទមន្តខ្យល់ដែលបានទទួលការប្រោះព្រំពីព្រះ Ninjaលើចឹងមកក៏ណាក៏ចង់ចែកវេទមន្តផងដែរអញ្ចឹងគេក៏បានសាកសម័យវេទមន្តបាភ្លើងឬក៏ធ្វើកាយវិការតែវាមិនចេញអ្វីនោះទេដែលវេទមន្តហ្នឹងអាចប្រើបានលុះត្រាតែគេនឹងដឹងពីលំហូរនៃម៉ាណាអញ្ចឹង Fair នឹងឲ្យមកក៏ដែរប៉ះរាងកាយរបស់គេដើម្បីដឹងពីលំហូរម៉ាណាក្រោយពីស្ទាបដឹងហើយមកក៏ដែរក៏អាចប្រើវេទមន្តភ្លើងបានតែអត្តពលវាគឺខ្សោយខ្លាំងមែនទែនដោយវឹកហាត់គ្មានប្រសិទ្ធភាព Fair ក៏បានឲ្យគេទៅវាយជាមួយ Goblin តែមិនវាយមួយស្មើទេគឺវាយម្ដងមកក្រុមតែមកដល់មកក៏ដែរអេអុញពេក Fair ក៏បានលូធ្វើឲ្យប៉ាក្រុម Goblin ហ្នឹងទៅ
ហើយវាក៏បានដេញវាយមកក៏បានបាញ់ដុំភ្លើងហ្នឹងទៅ Goblin តែក៏តាក់ជើងដួល Goblin មួយហ្នឹងក៏បានយកដាមកកាត់តែបាន barrier របស់ Fan ហ្នឹងរងជាប់អញ្ចឹងមកក៏បន្តបាញ់ដុំភ្លើងហ្នឹងបន្តទៀតរហូតដល់គេអាចប្រើវាបានយ៉ាងល្អតែម៉ាណារបស់គេហ្នឹងក៏អស់ចឹង Fan ក៏បានចេញមកជួយក្រោយនឹងខ្លួនមកវិញមកក៏ហ្នឹងក៏បានឡើង level ហើយដល់នៅរបស់គេហ្នឹងក៏មានវីតាមីនភ្លើងបងដែរ Fan ក៏បានពំស្ដាយ Goblin មកដែលវាមានថ្មវីតាមីនហើយថ្មវីតាមីនហ្នឹងគេអាចលក់បានលុយចឹង Fan ក៏ចង់ឲ្យមកក៏តបស្នងគេដោយមកហូបពីពិភពផ្សេងផងដែរឬក៏សាច់គោពិសេសនោះក៏បានតែមកក៏មិនឲ្យនោះទេចឹង Fan ក៏ជប់ទៀមទានឹងបានសម័យស៊ីចឹងដែរតែដោយសារមកក៏នៅមិនទាន់អាចឈរនឹងនោះទេចឹងគេក៏ទិញរបស់ស្រាប់បដ ாய் ទៅហើយក៏បានទិញនំប៉័ងផ្អែមជាច្រើន Fan ដែលចូលចិត្តតែសាច់ហ្នឹងពេលដែលស៊ីនំប៉័ងហ្នឹងហើយគេក៏បានចូលចិត្តដូចគ្នានឹងបានសុំបន្ថែមទៀតមកក៏ក៏បានប្រាប់ថាញ៉ាំផ្អែមច្រើនពេកប្រយ័ត្នឈឺឬពុកធ្មេញតែ Fan មិនខ្វល់រឿងឈឺនោះទេព្រោះគេមានការប្រទានពរពីព្រះដែលជំនឿថ្នាំពុលឬអ្វីផ្សេងៗហ្នឹងមិនអាចបៀតបៀន Fan បានឡើយលើចឹងមកក៏ហ្នឹងក៏ចង់បានការប្រទានពរពីព្រះដូចគ្នាហើយក៏បានលើទៅដល់ព្រះនិនរាស្អែកឡើងមកក៏បានមកដល់ភូមិមួយទៀតតែដោយសារ Fan ហ្នឹងទាហានក៏បានរារាំងមកក៏ក៏បង្ហាញការនិយាយបញ្ជាក់ថា Fan ហ្នឹងជាសត្វរបស់ខ្លួននិងសង្កត់ថា Fan ហ្នឹងគឺជាឆ្កែចចក Fan ក៏បាននិយាយក្នុងចិត្តជាមួយមកក៏ដោយថាគេមិនមែនជាឆ្កែចចកនោះទេដែលនេះគឺជាសមត្ថភាពមួយរបស់ម្ចាស់និងសត្វចិញ្ចឹមបន្ទាប់ពីផ្ទៀងផ្ទាត់ការហ្នឹងហើយមកក៏អាចចូលភូមិបានសម្រាប់ហើយគេក៏មានបំណងចង់ទិញផែនទីដើម្បីងាយស្រួលធ្វើដំណើរអញ្ចឹងមកក៏ហ្នឹងក៏បានមករកនៅកន្លែងលក់សភៅតែគេបានជាទិញសភៅរៀនវីតាមីនវិញដែលមានតម្លៃ7 កាក់មាសព្រោះវាផលិតចេញពីกระดาษដែលក្នុងពិភពហ្នឹងกระดาษគឺមានតម្លៃណាស់ចឹងមកក៏ក៏បានសួរមានលោកផែនទីអត់តែនៅកន្លែងលក់សភៅគឺគ្មានលោកផែនទីនោះទេចឹងមកក៏ក៏បានមករកនៅបណ្ណាល័យម្ដងហើយក៏គ្មានដូចគ្នាចឹងគេក៏បានបញ្ចុក Fan វិញនិងចាប់ផ្ដើមចម្អិនម្ហូបដែលខ្ជិលធ្វើគេក៏បានទិញរបស់ស្រាប់ដូចជាចាបអាំងនិងសាច់ជ្រូកចៀនឲ្យទៅ Fan ហើយគេក៏បានមកដាំបាយញ៉ាំជាមួយសាច់នឹងទៅតែពេលញ៉ាំនឹង Fan មកឃើញដំណងគេក៏ចង់សាកដែរលោកស្អីឡើងមកក៏ក៏បានមកដល់ទៀមស្រាមួយហើយក៏បានចូល3នាក់នេះមកក៏ក៏បានចេញថ្លៃស្រាពួកនឹងម្នាក់មួយកែវចឹងពួកនឹងក៏បានមកស្និទ្ធស្នាលជាមួយមកក៏ហើយគេក៏បានសួរពីផែនទីចឹងទៅពួកនឹងក៏បាននិយាយស្ងាត់ៗដែរពួកគេគឺមានផែនទីនឹងហើយគេនឹងលួចឲ្យមកក៏ព្រោះគេបានចង់ចាំផែនទីនេះអត់ទៅហើយដោយគេលក់នឹងក្នុងតម្លៃ1 កាក់មាសតែប៉ុណ្ណោះមកក៏ក៏បានទិញហើយពួកគេក៏បានចែកផ្លូវគ្នាគ្រាន់តែពួកនឹងចាញ់ភ្លាមអ្នកនៅទីនោះក៏ចាប់ផ្ដើមសើចចំមកក៏ចឹងគេក៏បានទៅសួរថាស្អីរឿងអីពួកនឹងក៏បានប្រាប់ថាផែនទីនេះគឺគេទិញឲ្យ Adventure គេត្រឹមតែ1 កាក់ប្រាក់តែប៉ុណ្ណោះចឹងមកក៏ក៏ដឹងថាខ្លួនត្រូវបានគេបោកក្រោយមកក៏នឹង Fan ក៏ធ្វើដំណើរបន្តទៀតហើយពួកគេនឹងកម្រងតាណាចាំទស្សនានៅវីដេអូក្រោយបាយ